នេះគឺជា Lex Luthor War Suit មួយក៏ Battle Suit ដែលយើងនឹងឃើញនៅក្នុងរឿង Man of Tomorrow ជា sequel របស់ James Gunn Superman លយចយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺវាដូចតែនឹង Buzz Lightyear ពណ៌បៃតងនេះទៅស្តៀងខ្លាំងមែនតើហ្មងហើយ Lex Luthor របស់យើងគឺនៅតែរក្សាភាពតងោអានេះគឺតងោខ្លាំងមែនតើជាមួយនឹងអាមួកការពារតងោទៀតសំគ្នាមែនតើហ្មងអ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះឈុតហ្នឹងគឺវាជា mechanical suit ឬមួយក៏ជាឈុតដែលអាចពាក់បានដូចខាងក្រៅហ្មងមិនមែនជា CGI ទេហើយឈុតហ្នឹង James Gunn បាននិយាយថា Nicholas Hoult គឺគាត់អាចធ្វើចលនាបាំងងាយស្រួលជាងមុនមិនមែនរឹងដូចនេះយន្តសុតទេអញ្ចឹងទៅយើងចាំមើលថានៅក្នុង trailer មួយក៏ក្នុងរឿងបងគឺវាអស្ចារ្យមួយក៏វាលយដល់កម្រិតណាអញ្ចឹងណាយើងអាចនិយាយបានថាវាគឺជា comic accurate suit ដែល fan ភាគច្រើនគេចង់បានហើយជាមួយនឹង budget នៅក្នុងរឿងហ្នឹងវាគួរសមជាងរឿងរបស់ពួក TV show ដែរអញ្ចឹងទៅឈុតនេះគឺវាមើលទៅ stunning ខ្លាំងមែនតើហ្មងបើសិនជាសួរថាអំពូលរបស់ឈុតនឹងស្អីខ្លះនិយាយទៅវាមិនខុសគ្នាពីឈុត Iron Man ឬមួយក៏ឈុតមួយយន្តផ្សេងទៀតទេវាបាញ់ឡាស្រាបានហោះបានតាន់ខ្លាំងក៏ប៉ុន្តែឈុតនឹងវាលយត្រង់ថាវាធ្វើចេញពី Lex Luthor វាអភិវឌ្ឍចេញពីមនុស្សដែលឆ្លាតជាងគេមួយក្នុងចំណោមពិភព DC ហ្នឹងអញ្ចឹងទៅវាមានលក្ខណៈពិសេសឬមួយក៏វាខ្លាំងជាងលើសគេមិនតិចអញ្ចឹងណាហើយសាច់រឿងរបស់យើងគឺគេនឹងធ្វើឲ្យ Lex Luthor ហើយនឹង Superman ធ្វើការជាមួយគ្នាដើម្បីកំចាត់នៅ bigger threat ដែល bigger threat ហ្នឹងគឺគ្មានពីណាគេក្រៅពី Brainiac ទេដែលអាប៉ែមួយហ្នឹងជា alien ហើយក៏ជា villain ដែលយើងនឹងឃើញនៅក្នុងរឿង Man of Tomorrow ហ្នឹងដែរមួយវិញទៀតគឺឈុតហ្នឹងមាន logo August មិនមែន logo Lex Corp ទេបានន័យថាវាមានការជ្រុំជ្រែងឬមួយក៏ចូលរួមពី August ដែលជា organization របស់ Amanda Waller ដើម្បីឲ្យ Brainiac ហ្នឹងទៅសហការគ្នាជាមួយនឹង Superman ដើម្បីគ្នាជាមួយ Brainiac អញ្ចឹងទៅណាមួយរឿងមុនខ្ញុំបានដឹងថា Lex Luthor ត្រូវបានគេចាប់ដាក់គុកហើយប្រហែលជាលើកនេះគឺជា redemption ឬមួយក៏ជាការដែលធ្វើគុណលុបលាងទោសមកកម្រិតអីចឹងណាប៉ុន្តែខ្ញុំគិតថាមិនឌីខូចនៅតែខូចយ៉ាងវាគ្មានលេខមកប្រហែលទេថ្ងៃមុនខ្ញុំទៅនិយាយពី Lex Luthor War Suit ហើយឥឡូវនេះគឺយើងបានឃើញនៅ leak footage តាក់ទងទៅនឹងកៅអៅនឹង in action បានឃើញថាកៅអៅនឹងគឺ majestic ខ្លាំងមែនទែនវាធំវាដើរបានវាធ្វើចលនាបានងាយស្រួលដូចតែ James Gunn បាន mention ចឹងហើយសំខាន់គឺយើងបានឃើញ closer look Lex Luthor នៅក្នុងអាវនឹងទៀត Holy shit គឺស្អាតមែនទែនហើយវានឹងយើងបានឃើញនៅ set footage ផ្សេងជាពិសេសគឺតាក់ទងទៅនឹងតួអង្គឯករបស់យើងគឺ Superman ពួក director ក៏បានបន្ថែមទៀតថា Superman គឺមានកៅអៅខុសគ្នាតិចតួចអត់សូវជាខុសគ្នាច្រើនទេហើយដូចយើងបានឃើញអញ្ចឹងគឺយើងឃើញមានសក់វែងជាងមុនមានអារម្មណ៍ថាអាវរៀងរឹបរៀងជាងមុនមិនសូវអាលងដូចអារឿងមុនហើយអា logo ហ្នឹងវាអត់សូវជាមានពណ៌លឿងនៅកែមទេគឺវារៀងផុសចេញមកអាពណ៌ក្រហមអក្សរ S នឹងច្រើនបន្តិចមួយទៀតច្បាស់ហ្មងគឺតាក់ទងទៅនឹងកអាវវារៀងមានប្រហោងកអាវបន្តិចហើយក៏យើងបានឃើញនៅឈុតមួយដែល Lex Luthor ត្រូវបាន Superman គក់មិនដឹងថាមានអីកាត់ឡើងទេយើងចាំមើលអ្នកគ្នាពេលឃើញ War Suit របស់ Lex Luthor ស្អាតហើយនឹង Superman មានការខែប្រៃរៀងខនមកជាមុនខ្ញុំពិតជាចង់ឃើញនៅថា Brainiac ហ្នឹងគឺគេធ្វើមកមិនគេ design មកមិនមុខមិនអីមិនតងោលមានអី mechanic អីពេញខ្លួនខ្លះនិយាយទៅធ្វើឲ្យខ្ញុំរំភើបចំពោះតួអង្គចិត្តអាក្រក់ហ្មងខ្ញុំចង់ប្រាប់បងប្អូនមួយថារឿងហ្នឹងគឺមិនមែន Superman វគ្គ2ទេគឺឈ្មោះវាគេដាក់ថា Man of Tomorrow យើងហ្មងអត់មានពាក្យ Superman ក្នុងហ្នឹងទេពេលចឹងទៅវាចាប់ផ្ដើមចូលអាទម្រង់រឿងល្អមើលដូចរឿង The Dark Knight ចឹងនិយាយថាគេដូរពី Batman Begins ទៅជា The Dark Knight ហើយរឿងមួយទៀតខ្ញុំរំភើបដូចនេះគឺក្នុងហ្នឹងយើងនឹងបានឃើញតួអង្គ Green Lantern 2នាក់ដែលវិលត្រឡប់មកវិញជាមួយនឹង Guy Gardner ហើយម្នាក់ទៀតគឺ John Stewart ដែលជាអ្នកបន្តតំណែងជាអ្នកកាន់ចិញ្ចៀនបន្ទាប់ពី Hal Jordan ដែលជា main Green Lantern ប្រចាំភពផែនដីយើងហ្នឹងហើយខ្ញុំរំភើបហើយខ្ញុំចាំមើលបន្តទៀតថាមានអីកើតឡើងខ្ញុំនឹងអាប់ដេតពេលបងប្អូនគ្នាមានតែប៉ុណ្្នឹងទេសន្តិភាព